ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំធ្វើបាញ់ហយវិធីបាញ់ធ្វើបាញ់ហយរបស់ខ្ញុំមួយនេះគឺវាងាយស្រួលមែនតើបងប្អូនអាចដាក់កធុន2ជាន់ដូចខ្ញុំបែបនេះហើយបន្ទាប់មកយើងយកបាញ់ហយដែលយើងទិញពីផ្សារចិនហ្នឹងបងប្អូនយកមករៀបនៅក្នុងកញ្ច្រែងហ្នឹងមកបន្ទាប់មកគឺយើងបើកទឹកក្តៅអ៊ុនៗណាបងប្អូនជាពិសេសអ្នកក្រៅប្រទេសគឺគាត់ដឹងហើយយើងមានទឹកក្តៅអ៊ុនៗឬក៏យើងអត់មានទឹកក្តៅអ៊ុនៗទេយើងដាក់ទឹកត្រជាក់ក៏បានដែរប៉ុន្តែយើងត្រូវថែមទឹកក្តៅពុះដាក់ចូលទៅក្នុងនឹងប៉ុន្តែអត់ឲ្យក្តៅខ្លាំងពេកទេក្តៅល្មមហើយយើងត្រាំចោលរយៈពេល10ទៅ15នាទីចាបន្ទាប់មកយើងមកមើលបងប្អូនរីកហើយងាយស្រួលមកបងប្អូនលាស់ដូចខ្ញុំអញ្ចឹងមកចាហើយបងប្អូនតូនអស់ហើយរួចជាការស្រេចហ្មងដាក់ទៅលើចាននេះបងប្អូនហើយខ្ញុំវិធីសាស្ត្ររបស់ខ្ញុំដូចជាអ្នកទាំងអស់គ្នាមិត្តស្ត្រីមេផ្ទះអញ្ចឹងហាន់ស្លឹកខ្ទឹមហើយសម្រាប់ខ្ញុំវិញបន្ទាប់ពីខ្ញុំហាន់រៀបចំហើយគឺខ្ញុំយកប្រេងដាំពុះបងប្អូនខ្ញុំយកប្រេងដែលមានអូមេហ្គា3ជួយសុខភាពហើយនឹងជួយឲ្យមានខ្លាញ់កកក្នុងសរសៃឈាមបងប្អូនពួកប្រេងឆាបើយើងយកពពុះអូមេហ្គា3យកមកធ្វើល្អចាបន្តិចមកខ្ញុំចាក់ចូលនៅក្នុងនឹងបងប្អូនឃើញស្លឹកខ្ទឹមឡើងខៀវស្ងាត់ល្អហើយវានេះបងប្អូនឡើងឈ្ងុយស្លឹកខ្ទឹមនឹងចេញមកក្រៅហ្មងបន្ទាប់មកយើងយកមកស្រង់មករៀបដាក់ចានតែម្ដងពុកម៉ែបងប្អូនចាងាយស្រួលចឹងបើបងប្អូនចង់បានវីដេអូអីផ្សេងប្លែកបងប្អូនឲ្យខមមិននៅខាងក្រោមនឹងបានខ្ញុំអាចចែករំលែកបានខ្ញុំនឹងចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំ